Apollo 11 និង Eagle's Landing ពេលវេលាដែលពិភពលោកឈប់ដកដង្ហើមសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទដ៏អស្ចារ្យមួយមកនិយាយជាមួយបងប្អូនគឺស្ដីពីបេសកកម្ម Apollo 11និងការចុះចតរបស់ឥន្ទ្រីអាមេរិកលើឋានព្រះច័ន្ទនៅថ្ងៃទី16ខែកក្កដាឆ្នាំ1969មនុស្សជាតិបានចាប់ផ្ដើមដំណើរដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រ4ថ្ងៃក្រោយមកនៅថ្ងៃទី20ខែកក្កដាយានចុះចតដែលមានឈ្មោះថា Eagle ឬហៅថាឥន្ទ្រីបានចុះចតដោយសុវត្ថិភាពលើផ្ទៃព្រះច័ន្ទហើយបន្ទាប់មកពាក្យដ៏ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រត្រូវបានឮថា That's one small step for a man, one giant leap for mankind ដែលមានន័យថានេះគ្រាន់តែជាជំហានតូចមួយរបស់មនុស្សប៉ុន្តែជាលោតផ្លោះដ៏ធំធេងរបស់មនុស្សជាតិថ្ងៃនេះយើងនឹងទៅស្វែងយល់ពីប្រវត្តិដំណើរការនិងអត្ថន័យនៃបេសកកម្មដ៏អស្ចារ្យនេះតោះយើងនឹងធ្វើដំណើរត្រឡប់ទៅកាន់ឆ្នាំ1969ជាមួយគ្នាសាច់រឿងនៃការចុះចតលើឋានព្រះច័ន្ទចាប់ផ្ដើមមិនមែននៅលើផែនដីទេប៉ុន្តែនៅក្នុងសមរភូមិនៃសង្គ្រាមត្រជាក់នៅទសវត្សរ៍ឆ្នាំ1950និងឆ្នាំ1960សហរដ្ឋអាមេរិកនិងសហភាពសូវៀតបានប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្នុងការប្រណាំងអវកាសឆ្នាំ1957សហភាពសូវៀតបានបាញ់បង្ហោះផ្កាយរណប Sputnik ដែលជាផ្កាយរណបសិប្បនិម្មិតដំបូងគេបង្អស់របស់មនុស្សឆ្នាំ1961យានអវកាស Yuri Gagarin បានក្លាយជាមនុស្សដំបូងគេដែលបានធ្វើដំណើរទៅកាន់ទីអវកាសអាមេរិកដែលដឹងថាខ្លួនកំពុងដើរថយក្រោយបានប្រកាសយ៉ាងក្លាហាននៅថ្ងៃទី25ខែឧសភាឆ្នាំ1961ប្រធានាធិបតី John F. Kennedy បានថ្លែងសុន្ទរកថាប្រវត្តិសាស្ត្រមួយថា I believe that this nation should commit itself to achieving the goal before this decade is out of landing a man on the moon and returning him safely to the earth បេសកកម្ម Apollo 11គឺជាចំណុចកំពូលនៃការប្រកួតប្រជែងនេះនៅថ្ងៃទី16ខែកក្កដាឆ្នាំ1969យាន Saturn V ដែលជារ៉ុកកែតដ៏ធំបំផុតនិងមានថាមពលខ្លាំងបំផុតដែលមិនធ្លាប់មានបានផ្ទុះឡើងពី Cape Kennedy រដ្ឋ Florida នៅលើនោះមានអវកាសយានិក3រូប Neil Armstrong មេបញ្ជាការ Edwin Buzz Aldrin អ្នកបើកបរយានចុះចត Michael Collins អ្នកបើកបរយានបញ្ជាបន្ទាប់ពីចូលទៅក្នុងគន្លងគោចររបស់ផែនដីយានអវកាសបានធ្វើសមយុទ្ធដ៏ស្មុគស្មាញមួយយានបញ្ជា Columbia បានបំបែកចេញបត់180ដឺក្រេហើយភ្ជាប់ខ្លួនជាមួយនឹងយានចុះចត Eagle ដែលនៅខាងក្នុងរ៉ុកកែតបន្ទាប់មកពួកគេបានចាប់ផ្ដើមដំណើរឆ្ពោះទៅកាន់ឋានព្រះច័ន្ទដែលមានចម្ងាយប្រហែល400,000គីឡូម៉ែត្រពីផែនដីនៅថ្ងៃទី20ខែកក្កដា Armstrong និង Aldrin បានផ្លាស់ទីលំនៅទៅកាន់ Eagle Collins បានស្នាក់នៅក្នុង Columbia Eagle បានចាប់ផ្ដើមចុះមកលើផ្ទៃព្រះច័ន្ទប៉ុន្តែអ្វីដែលមិននឹកស្មានដល់បានកើតឡើងកុំព្យូទ័រនៅលើយានបានបន្លឺសំឡេងរ៉ូ1202និង1201ដែលជាសញ្ញាបង្ហាញថាកុំព្យូទ័រផ្ទុកទិន្នន័យលើសទម្ងន់កម្មវិធីចុះចតស្វ័យប្រវត្តិកំពុងនាំពួកគេទៅកាន់រណ្ដៅថ្មដ៏គ្រោះថ្នាក់ដោយស្មារតីត្រជាក់របស់អ្នកបើកយន្តហោះសាកល្បង Armstrong បានបិទការបើកបរស្វ័យប្រវត្តិហើយបើកបរដោយដៃគាត់បានហោះពីលើរណ្ដៅនោះរកឃើញកន្លែងរាបស្មើមួយហើយបានបន្ថយ Eagle ចុះមកនៅពេលនោះប្រេងឥន្ធនៈបានរីងស្ទើរតែអស់ហើយអ្នកត្រួតពិនិត្យបេសកកម្មនៅ Houston បានប្រកាសថានៅសល់តែ30វិនាទីប៉ុណ្ណោះបន្ទាប់មកដុំដែកមួយបានប៉ះនឹងផ្ទៃព្រះច័ន្ទ Contact light Armstrong បានបិទម៉ាស៊ីនបន្ទាប់មកគាត់បានបញ្ជូនសារទៅកាន់មជ្ឈមណ្ឌលត្រួតពិនិត្យបេសកកម្មនៅ Houston នៅពាក្យដែលពិភពលោកកំពុងរងចាំ Houston Tranquility Base here The Eagle has landed 6ម៉ោងកន្លះបន្ទាប់ពីការចុះចតនៅថ្ងៃទី20ខែកក្កដាឆ្នាំ1969 Armstrong បានចុះតាមជណ្ដើរនៃ Eagle នៅពេលដែលជើងរបស់គាត់បានប៉ះនឹងធូលីដីនៃព្រះច័ន្ទគាត់បាននិយាយពាក្យដែលត្រូវបានចារឹកក្នុងប្រវត្តិសាស្ត្រថា That's one small step for a man, one giant leap for mankind ប្រហែល20នាទីក្រោយមក Aldrin ក៏បានចុះមកតាមគាត់តើពួកគេបានធ្វើអ្វីខ្លះនៅលើឋានព្រះច័ន្ទពួកគេបានដាំទង់ជាតិអាមេរិកពួកគេបានប្រមូលដុំថ្មនិងដីប្រហែល 21.5 គីឡូក្រាមពួកគេបានដាក់កញ្ចក់ឆ្លុះឡាស៊ែរដែលនៅតែត្រូវបានប្រើប្រាស់សព្វថ្ងៃបន្ទាប់ពីចំណាយពេលសរុប21ម៉ោង
36 នាទីនៅលើផ្ទៃព្រះច័ន្ទ Armstrong និង Aldrin បានត្រឡប់ចូលទៅក្នុង Eagle វិញបន្ទាប់មកពួកគេបានបាញ់បង្ហោះផ្នែកខាងលើនៃ Eagle ចេញពីផ្ទៃព្រះច័ន្ទដើម្បីទៅជួបជាមួយ Columbia បន្ទាប់ពីបានភ្ជាប់គ្នាវិញពួកគេបានផ្លាស់ទីចូលទៅក្នុង Columbia ហើយ Eagle ក៏ត្រូវបានបោះបង់ចោលនៅថ្ងៃទី24ខែកក្កដាឆ្នាំ1969 Columbia បានចុះចតនៅលើមហាសមុទ្រ Pacific បេសកកម្ម Apollo 11 បានបញ្ចប់ដោយជោគជ័យសរុបមក Apollo 11 គឺជាចំណុចកំពូលនៃសមត្ថភាពភាពក្លាហាននិងក្តីស្រមៃរបស់មនុស្សជាតិតើបេសកកម្មនេះមានសារៈសំខាន់យ៉ាងណាវាបានបញ្ចប់ការប្រណាំងអវកាសជាមួយសហភាពសូវៀតវាបានបង្ហាញថាគ្មានអ្វីដែលមិនអាចទៅរួចទេវាបានបំផុសគំនិតមនុស្សជំនាន់ក្រោយអ្នកប្រវត្តិសាស្ត្រខ្លះថែមទាំងចាត់ទុកថាការចុះចតលើឋានព្រះច័ន្ទគឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតនៃសតវត្សទី20ឥឡូវនេះខ្ញុំចង់សួរបងប្អូនថាប្រសិនបើអ្នកអាចទៅឋានព្រះច័ន្ទបានតើអ្នកចង់ទៅទេសូមចូលរួមបញ្ចេញមតិនៅខាងក្រោមនេះសូមជួយចុច like share និង subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែមទៀតសូមអរគុណសម្រាប់ការទស្សនារបស់អ្នកហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ